ថ្ងៃនេះខ្ញុំបេះកសាំងទៀបនៅគៀនតែល្អមែនតើបងប្អូនអញ្ចឹងខ្ញុំនឹកឃើញឆាក្រងជាមួយនឹងសាច់គោកសាំងទៀបបងប្អូនរសជាតិគឺឆ្ងាញ់មែនតើអញ្ចឹងមុនដំបូងធ្វើបងប្អូនកុំភ្លេចជួយ Subscribe ក្នុង YouTube ខ្ញុំម្នាក់មួយផងសម្រាប់គ្រឿងផ្សំយើងនេះអត់មានអីច្រើនបងប្អូនមានតែអង្ក្រងប្រហែលជា2ខាំសាច់គោ3ខាំនិងកសាំងទៀបប្រហែលជា3ខាំដែរអញ្ចឹងបងប្អូនហើយសម្រាប់គ្រឿងផ្សំយើងគឺមានតែខ្ទឹមសស្ករក្រហមផេងខ្យងអំបិលប៊ីចេងតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងតោះមុននឹងយើងធ្វើយើងចាប់ផ្ដើមហាន់សាច់គោបងប្អូនសម្រាប់សាច់គោហ្នឹងគឺខ្ញុំយកសាច់គោជាប់ខ្លាញ់បែបនេះបងប្អូនឆាទៅឆ្ងាញ់ណាសាច់វាឡើងទន់ហើយផុយល្អទៀតហើយសម្រាប់ការហាន់គឺខ្ញុំហាន់ស្ដើងបែបនេះបងប្អូនព្រោះដោយសារយើងឆាសាច់គោកសាំងទៀបគឺយើងឆាវាតាមត្រឡប់អញ្ចឹងណាហើយយើងដាក់វាពីលើកសាំងទៀបអញ្ចឹងណាបងប្អូនអញ្ចឹងហាន់ស្ដើងបែបនេះគឺឆាទៅចូលជាតិឆ្ងាញ់បងប្អូនអញ្ចឹងសាច់គោខ្ញុំបានហាន់រួចរាល់ហើយខ្ទឹមក៏ខ្ញុំបានច្រាំហើយដែរអញ្ចឹងយើងចាប់ផ្ដើមឆាអ្នកនរគ្នាបងប្អូនដំបូងគឺយើងដាក់ប្រេងអូលីវបន្ទាប់មកយើងដាក់ខ្ទឹមសបំពងបងប្អូនហើយយើងថែមជាមួយនឹងស្ករត្នោតសម្រាប់ឆាគឺយើងត្រូវប្រើស្ករត្នោតឆាមុនបងប្អូនដើម្បីឲ្យវាចេញក្លិនឈ្ងុយបន្ទាប់មកយើងចាក់ជាមួយនឹងអង្ក្រងចូលម្លីងវាឲ្យឈ្ងុយដូចគ្នាបងប្អូនអញ្ចឹងចាំយើងដាក់គ្រឿងទេសតាមក្រោយអញ្ចឹងណាតោះពេលយើងលីងអង្ក្រងនិងស្ករឈ្ងុយល្អហើយយើងចាប់ផ្ដើមបង់ជាមួយនឹងអំបិលប៊ីចេងបន្តិចជាមួយនឹងប្រេងខ្យងប្រហែលជាមួយស្ព្រាបាយបងប្អូនហើយយើងថែមជាមួយនឹងទឹកស៊ីអ៊ីវបន្តិចដើម្បីមានក្លិនឈ្ងុយអញ្ចឹងណាហើយចាប់ផ្ដើមលីងបន្តទៀតបងប្អូនលីងតទៅស្ងួតទឹកល្អហើយយើងថែមជាមួយនឹងម្ទេសទៀតបងប្អូនសម្រាប់ម្ទេសគឺខ្ញុំដាក់មួយស្នាខ្ញុំមានក្មេងញ៉ាំដែរអញ្ចឹងហើយយើងដាក់សាច់គោចូលមកហើយយើងត្រឡប់វា2-3ត្រឡប់ទៅបងប្អូនកុំឲ្យវាឆ្អិនខ្លាំងពេកអញ្ចឹងណាបន្ទាប់ពីសាច់គោយើងមើលទៅប្រែពណ៌ហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងកសាំងទៀបចូលតែម្ដងបងប្អូនហើយយើងត្រឡប់វា2-3ត្រឡប់បងប្អូនយើងមើលទៅបន្លែយើងរៀងស្ទាប់តិចហើយយើងចាប់ផ្ដើមផលិតកាប់បានហើយអញ្ចឹងតែប៉ុណ្្នឹងរួចជាស្រេចបងប្អូនសម្រាប់ឆាកសាំងទៀបជាមួយនឹងអង្ក្រងបងប្អូនសាច់គោអង្ក្រងគឺនិយាយទៅរសជាតិវាត្រូវគ្នាហ្មងដាក់ទៅគឺវាចូលជាតិហ្មងបងប្អូនបើសិនជាមានទឹកត្រជាក់ខ្លះសេទៀតអូនិយាយថាឆ្ងាញ់បងប្អូនអើយអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះអរគុណច្រើន